សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលអ្នកទាំងអស់គ្នាកំណត់ការបិទឬបើកហាងរបស់អ្នកទាំងអស់គ្នានៅក្នុង website ឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាថ្ងៃនេះមិនចង់បើកទទួលការកម្មង់នៅក្នុង website របស់អ្នកទាំងអស់គ្នាជាជំហានដំបូងអ្នកនេះគ្រាន់តែចុចទៅលើប៊ូតុងឆ្វេងដៃនេះហើយបន្ទាប់មកចូលទៅកាន់ពាក្យថាការរៀបចំហាងបន្ទាប់មកចូលទៅកាន់ពាក្យថាម៉ោងបើកហាងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យការបញ្ជាទិញបើកទទួលការបញ្ជាទិញ24ម៉ោងទេអ្នកនេះគ្រាន់តែចុចប៊ូតុងពាក្យបើកនេះមកចុចទៅបិទអូខេហើយបន្ទាប់មកអ្នកគ្រាន់តែរក្សាទុកការផ្លាស់ប្ដូរអូខេអញ្ចឹងអ្នកទិញទៅកាន់ website របស់នេះគឺគាត់មិនអាចបញ្ជាការកម្មង់ទិញនៅក្នុង website ហាងរបស់អ្នកគ្នាបានទេអូខេក្នុងករណីមួយទៀតមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើវិស្សមកាលដែលបានកំណត់បានមានន័យថាឧទាហរណ៍ថាអ្នកទាំងអស់គ្នាត្រូវទៅដើរលេងឬក៏ចូលឆ្នាំឬក៏បន់ទៀនអ្នកគ្នាចង់កំណត់បិទហាងពីថ្ងៃណាដល់ថ្ងៃណាអ្នកគ្នាអាចដាក់បានអញ្ចឹងឧទាហរណ៍ថាក្នុងករណីខ្ញុំគឺខ្ញុំសូមបិទពីថ្ងៃទី28ខែ6អូខេអញ្ចឹងគឺខ្ញុំអត់លក់3ថ្ងៃគឺពីចាប់ពីថ្ងៃ28ខែ6 2026ដល់ថ្ងៃទី30ខែ6 2027អញ្ចឹងអ្នកគ្នាអាចដាក់សាររបស់អ្នកគ្នាអញ្ចឹងនៅពេលដែលមានអ្នកទិញគាត់ចូលទៅកាន់ website របស់អ្នកទាំងអស់គ្នាគឺគាត់មិនអាចធ្វើការកម្មង់បានទេហើយគាត់នឹងទទួលបានសារបញ្ជាក់ថាអ្នកទាំងអស់គ្នាទៅដើរលេងបាត់ហើយអញ្ចឹងអត់បានបើកហាងទទួលការទិញនោះទេអូខេអញ្ចឹងអ្នកគ្នាអាចចូលមើល sample បានអ្នកគ្នាគ្រាន់តែចុចទៅលើហាងរបស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងអ្នកគ្នានឹងទទួលបាន message បែបនេះអញ្ចឹងអ្នកទិញគាត់មិនអាចធ្វើការជាវទិញបានទេ